bà sụp group bàព្រះនិទានថានិទានគ្រប់ព្រះអង្គបាទសូមគោរពទៅដល់បាទសម្ដេចទ្រង់បាទអាយដាមបាទគណៈពេលនេះដែរគឺបាទខ្ញុំបាទរស់មិនយូរបាទផ្សព្វផ្សាយចេញពីពិភពថ្មីដើម្បីសង្គមអរប្រិយមិត្តយើងហើយបាទអគិភ័យឆាបឆេះបាទនៅឯក្រុងបាត់ដំបងបាទគិតត្រឹមម៉ោងបាទ9:00 ថ្ងៃទី6ខែកុម្ភៈឆ្នាំ2020បាទ6នេះបាទអណ្ដាតភ្លើងមិនទាន់រលត់នៅឡើយនោះទេបាទអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅកន្លែងស្តុកបាទស្តុកប្រិមត្តយើងបាទស្ទីយូខ្នោះធំរបស់យ៉ាតយោខ្នាតធំរបស់ក្រុមហ៊ុនគិរីបាទដងរែកនៅបាទក្រុងបាត់ដំបងនៅចំណុចផ្លូវបាទស្រែ100ភូមិចំការសំរោង1សង្កាត់ចំការសំរោង1ក្រុងបាត់ដំបងបាទប្រិយមិត្តជាទីមេត្រីចាប់ពីវេលាម៉ោងជាង5ល្ងាចថ្ងៃទី6បាទកុម្ភៈនេះខណ្ឌបាទកងកម្លាំងការិយាល័យបង្ក្រាបពលុតអគ្គិភ័យហ្នឹងគឺបាទសង្គ្រោះនៃស្នងការរដ្ឋាភិបាលនគរបាលខេត្តបាត់ដំបងបាទកំពុងតែអន្តរាគមន៍នៅកន្លែងកើតហេតុតែម្ដងបាទប្រិយមិត្តយើងបាទនេះហើយជាការបាទយកចិត្តទុកដាក់របស់លោកស្នងការដែលលោកគេថាខាងបន្លុតអគ្គិភ័យក៏ដូចជាបាទបងអាបាខេត្តបាទដូចជាបងខាងកងកម្លាំងបាទលោកតែងតែបាទដុតដៃដុតជើងជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងតែបាទរងការគ្រោះថ្នាក់អញ្ចឹងបាទក្នុងនាមខ្ញុំជាសារព័ត៌មានសូមផ្ដាំផ្ញើទៅដល់បាទពុកម៉ែបងប្អូនបាទព្រោះខែនេះជាខែគេថាខែប្រាំងប្រិមត្តយើងបាទសូមប្រយ័ត្នភ្លើងទៀនភ្លើងបាទឆេះផ្ទះបាទសូមប្រុងប្រយ័ត្នទាំងអស់គ្នាប្រិមត្តយើងបាទនេះជាសារដាស់តឿនរបស់ខ្ញុំបាទរស់មិនយូរនៅក្នុងពិភពថ្មីដើម្បីសង្គមបាទខ្ញុំបាទសូមគោរពជំរាបលាសម្ដេចទ្រង់ឯកឧត្តមតែប៉ុណ្ណេះបាទសូមទស្សនារូបភាពជាបន្តតោះសូមអរគុណសូមគោរពជំរាបលា